បាទសូមគោរពថ្លែងអំណរគុណបាទការចូលរួមគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជេសេរីសវណ្ណនៅទឹកត្រីចំនួន2000ដបហើយពិសេសគឺទឹកត្រីនេះគឺនឹងយកទៅចែកជូនទៅដល់បងប្អូនបរិយាកងតបតែម្ដងបាទសូមជម្រាបជូនថាការទទួលបាននៅក្នុងថ្ងៃនេះគឺទទួលបានពីខាងក្រុមហ៊ុនផងខាងសប្បុរសជនផងមានដូចជារបស់របរគ្រឿងឧបភោគបរិភោគច្រើនបាទមានតាំងពីអង្គទឹកបរិសុទ្ធភេទជ្ជៈញៀតគោបាទញៀតជ្រូកបាទហើយយើងមានតាំងពីទឹកត្រីខាងបងដែលចូលរួមជួយឧបត្ថម្ភហើយយើងនឹងមានថ្នាំពេទ្យឬក៏មានរឹងជាតង់ឲ្យជាច្រើនទៀតបាទអំណោយទាំងនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនវិរៈកងទ័ពបាទបើសិនជាមានអាដាមលោកជំទាវលោកស្រីបាទលោកនៅតែបន្តចូលរួមគឺក្រសួងសង្គមគិច្ចអតីតយុវជននិងយុវជនសម្បទានៅតែទទួលបាទអំណោយពីសប្បុរសជនហើយនឹងត្រៀមយកទៅចែកជូនដល់បងប្អូនវិរៈកងទ័ពបន្តទៀតបាទហើយសង្ឃឹមថាអាដាមលោកជំទាវលោកស្រីនិងក្រុមហ៊ុនវិស័យឯកជននៅតែចូលរួមបន្តជំនួយរបស់អាដាមលោកជំទាវលោកស្រីចែកជូនទៅដល់បងប្អូនបរិយាកងតបតែម្ដងគឺមិនឲ្យបាត់បង់សម្បីតែមកកាក់ម៉ាសេនឬក៏សម្បីតែរបស់របរបងប្អូនមកដបឡើយបាទជាចុងក្រោយនេះក្នុងនាមអាដាមរដ្ឋមន្ត្រីនិងលោកជំទាវសូមគោរពថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនជេសេរីសវណ្ណដែលបានជួយឧបត្ថម្ភនៅបាទទឹកត្រីចំនួន2000ដបយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរដល់លោកអគ្គនាយកនិងសហការីក្រុមហ៊ុនជេសេរីសវណ្ណសូមទទួលបាននូវសុខភាពល្អកម្លាំងមកមុនបរិបូរណ៍សូមសម្រេចជោគជ័យនៅគ្រប់ភារកិច្ចនៅមុខរបរផងដែរបាទសូមអរគុណ